ហើយអ្វីបានជាប្រទេសខ្លះមានកំណើនសេដ្ឋកិច្ចប៉ុន្តែប្រជាជននៅតែខ្វះខាតជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Forniset ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីកំណើនសេដ្ឋកិច្ចយកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីនិយមន័យកំណើនសេដ្ឋកិច្ចការគណនាកំណើនសេដ្ឋកិច្ចនិងមូលហេតុដែលនាំឲ្យមានកំណើនសេដ្ឋកិច្ចតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើកំណើនសេដ្ឋកិច្ចជាអ្វីរបៀបគណនាកំណើនសេដ្ឋកិច្ចនិងមូលហេតុដែលនាំឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងពន្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់បានអំពីកំណើនសេដ្ឋកិច្ចដែលជាសញ្ញាទូទៅមួយក្នុងការវាស់វែងអំពីការកើនឡើងឬថយចុះរបស់សេដ្ឋកិច្ចក្នុងប្រទេសជាតិនីមួយៗសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Economic របស់លោក Michael Parkin បោះពុម្ពលើកទី14នៅក្នុងឆ្នាំ2023នៅចំពោះទី23ទំព័រទី582បានប្រាប់យើងអំពីនិយមន័យរបស់ពាក្យកំណើនសេដ្ឋកិច្ចតើកំណើនសេដ្ឋកិច្ចជាអ្វីកំណើនសេដ្ឋកិច្ចគឺជាការពង្រីកលទ្ធភាពផលិតកម្មមានន័យថាជាការកើនឡើងនៃកំណើនរបស់ទំនិញនិងសេវាដែលបានផលិតក្នុងប្រទេសមួយក្នុងរយៈពេលមួយដែលបានកំណត់ជាក់លាក់កំណើនសេដ្ឋកិច្ចអាចកើនឡើងដោយសារតែការចូលរួមពីការទទួលបានចំណេះដឹងជំនាញបន្ថែមរបស់កម្មករផលិតករការបង្កើនចំនួនកម្មករការបង្កើនចំនួនផលិតឬការប្រើប្រាស់បច្ចេកវិទ្យាជាដើមកំណើននៃការនាំចេញឬការវិនិយោគនៅក្នុងប្រទេសនោះផងដែរសូមបញ្ជាក់ផងដែរថាកំណើនសេដ្ឋកិច្ចគឺមិនផ្ដោតទៅលើភាពមានបានឬទ្រព្យសម្បត្តិរបស់ប្រទេសជាតិមួយទាំងស្រុងនោះទេហើយវារឹតតែមិនអាចបញ្ជាក់បានពីសុខុមាលភាពរបស់ប្រជាជនផងដែរពលគឺវាគ្រាន់តែអាចបញ្ជាក់ថាប្រសិនបើប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់គឺមានឱកាសច្រើនសម្រាប់ការចាក់ផុតពីភាពក្រីក្រនិងទទួលបាននូវការអភិវឌ្ឍលឿនពលគឺគេមិនអាចសន្មតបានថាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប្រទេសអ្នកមាននោះទេនេះជាវិធីសាស្ត្រដើម្បីគណនាអត្រាកំណើនសេដ្ឋកិច្ចយើងកំណត់កំណើនសេដ្ឋកិច្ចតាមរយៈការគណនារកអត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយ GDP growth rate នៅក្នុងឆ្នាំបច្ចុប្បន្នដោយប្រើប្រាស់ថ្លៃទំនិញបច្ចុប្បន្ន nominal GDP ឬតាមថ្លៃនៅឆ្នាំគល់ real GDP ដើម្បីអាចរកកំណើន GDP បានដំបូងគេត្រូវដឹងថា GDP មានចំនួនប៉ុន្មានសិនដើម្បីអាចដឹងថាតើផលិតផលក្នុងស្រុកសរុបឬ GDP មានទំហំប៉ុន្មានគេអាចប្រើវិធីសាស្ត្រចំនួន2ដើម្បីរកវាទី1គឺតាមរយៈការគណនារកចំណាយសរុបទី2ការគណនាតាមចំណូលសរុបគួរបញ្ជាក់ផងដែរថាផលិតផលក្នុងស្រុកសរុប GDP គឺសំដៅដល់ទំហំផលិតផលសម្រេចដែលផលិតបាននៅក្នុងប្រទេសមួយក្នុងអំឡុងពេលជាក់លាក់ណាមួយដែលជាទូទៅគឺក្នុងរយៈពេល1ឆ្នាំម្យ៉ាងទៀតសេដ្ឋវិទូច្រើនប្រើ real GDP ក្នុងការគណនារកអត្រាកំណើនសេដ្ឋកិច្ចនៅក្នុងចំណោមវិធីសាស្ត្រដែលសេដ្ឋវិទូប្រើដើម្បីគណនាទំហំរបស់ GDP គឺភាគច្រើនប្រើវិធីគណនារកចំណាយសរុបប្រចាំឆ្នាំតាមយន្តការចំណាយរបស់មនុស្សម្នាក់នឹងក្លាយជាចំណូលរបស់មនុស្សម្នាក់ផ្សេងទៀតនោះគេអាចរកទំហំផលិតផលក្នុងស្រុកសរុបតាមរយៈរូបមន្ត GDP ស្មើនឹង C បូក I បូក G បូកនឹង NX ដែល C គឺមានន័យថាជាចំណាយសរុបរបស់អ្នកប្រើប្រាស់ចំណែកឯ I គឺតំណាងឲ្យការវិនិយោគសរុបក្នុងស្រុក G គឺតំណាងឲ្យការចំណាយសរុបរបស់រដ្ឋាភិបាលចំណែកចុងក្រោយគឺ NX សំដៅដល់ទំហំនៃការនាំចេញសុទ្ធដែលអាចមានទំហំវិជ្ជមាននិងអវិជ្ជមានការនាំចេញសុទ្ធនេះគឺស្មើនឹងការនាំចេញសរុបដកនឹងការនាំចូលសរុបនេះជារូបមន្តដើម្បីគណនាកំណើនសេដ្ឋកិច្ច Real GDP growth rate ស្មើនឹង Real GDP នៅក្នុងឆ្នាំបច្ចុប្បន្នដកនឹង Real GDP នៅក្នុងឆ្នាំមុនចែកនឹង Real GDP នៅក្នុងឆ្នាំមុនគុណនឹង100ឧបមាថា Real GDP នៅក្នុងឆ្នាំ2024មានចំនួន$30,000 លានហើយ Real GDP នៅក្នុងឆ្នាំ2025មានចំនួន$33,000 លានដូច្នេះកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ2025គឺស្មើនឹង$33,000 លានដកនឹង$30,000 លានចែកនឹង$30,000 លានគុណនឹង100ស្មើនឹង 10% តួលេខនេះប្រាប់យើងថាប្រទេសនេះមានកំណើនផលិតផលគិតជាទម្រង់រូបិយប័ណ្ណកើនឡើង 10% បើធៀបនឹងឆ្នាំចាស់ខាងក្រោមនេះជាមូលហេតុដែលនាំឲ្យមានកំណើនសេដ្ឋកិច្ចទី1ការវិនិយោគកើនឡើងមានន័យថាជាការចំណាយប្រាក់ដើម្បីបង្កើតរោងចក្រសហគ្រាសហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឧទាហរណ៍ប្រសិនបើបើករោងចក្រថ្មីនោះមានការងារជាច្រើនហើយប្រជាជនមានការងារធ្វើទទួលបានប្រាក់ចំណូលកត្តានេះជំរុញឲ្យមានកំណើនសេដ្ឋកិច្ចទី2កម្លាំងពលកម្មមានជំនាញមានន័យថាជាកម្លាំងពលកម្មដែលទទួលបានការអប់រំបណ្ដុះបណ្ដាលនិងមានបទពិសោធន៍ដែលមានផលិតភាព
ខ្ពស់ក្នុងការផលិតទំនិញឬផ្ដល់សេវាកម្មកាត់បន្ថយកំហុសក្នុងការងារហើយពួកគេអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបៗនាំឲ្យមានការផលិតទំនិញបានលឿនមានគុណភាពល្អហើយក្រុមហ៊ុនលក់បានច្រើនដែលនាំឲ្យមានកំណើនសេដ្ឋកិច្ចទី3បច្ចេកវិទ្យាថ្មីៗមានន័យថាជាការប្រើប្រាស់ម៉ាស៊ីនឬប្រព័ន្ធថ្មីដើម្បីធ្វើការងារឲ្យបានលឿនមានប្រសិទ្ធភាពកាត់បន្ថយពេលវេលាផលិតកាត់បន្ថយថ្លៃដើមនិងបង្កើនគុណភាពផលិតផលទី4ការនាំចេញកើនឡើងមានន័យថាជាការកើនឡើងនៃការលក់ទំនិញឬសេវាកម្មទៅក្រៅប្រទេសហើយទទួលបានប្រាក់ចំណូលចូលមកក្នុងស្រុកបង្កើនផលិតកម្មក្នុងស្រុកនិងបង្កើតការងារសរុបជារួមមកកំណើនសេដ្ឋកិច្ចគឺជាការពង្រីកលទ្ធភាពផលិតកម្មមានន័យថាជាការកើនឡើងនៃកំណើនរបស់ទំនិញនិងសេវាដែលបានផលិតនៅក្នុងប្រទេសមួយក្នុងរយៈពេលមួយដែលបានកំណត់ហើយកត្តាដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចមានដូចជាការវិនិយោគកើនឡើងកម្លាំងពលកម្មមានជំនាញបច្ចេកវិទ្យាថ្មីៗនិងការនាំចេញកើនឡើងខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីកំណើនសេដ្ឋកិច្ចដើម្បីពិនិត្យមើលថាតើប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើនឬអន់ថយសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត